វីដេអូនេះគឺសំខាន់ខ្លាំងមែនទែនខ្ញុំនឹងប្រាប់អំពីវិធីព្យាបាលជំងឺផ្លូវចិត្តដ៏មានប្រសិទ្ធភាពហើយជាមួយនឹងថាតើការស្រូបទាញអ្វីដែលល្អៗតើគួរអនុវត្តយ៉ាងដូចម្ដេចបន្ទាប់ពីយើង clean negative energy ឬក៏ bad energy ចេញពីក្នុងខ្លួនយើងក៏ជាថាមកពលអវិជ្ជមានហើយក៏យើងស្រូបទាញនៅអ្វីដែលល្អៗចូលមកbad energy ឬក៏ថាមកពលអវិជ្ជមានទាំងអស់ហ្នឹងហើយដែលធ្វើឲ្យយើងកើតមានជំងឺផ្លូវចិត្តចឹងថាយើងគួររងាប់នៅធម្មពលអាក្រក់ៗនឹងបានយ៉ាងដូចម្ដេចខ្លះដើម្បីយើងអាចទៅរងាប់ធម្មពលអាក្រក់ៗបានគឺយើងត្រូវយល់ដឹងអំពីចិត្តរបស់យើងសិនថាវាមានលក្ខណៈយ៉ាងដូចម្ដេចពេលខ្លះយើងដឹងថាយើងមានលក្ខណៈអស្ចារ្យបែបហ្នឹងឯងយើងតែងតែមើលងាយមើលថោកខ្លួនឯងថាយើងមិនអាចធ្វើបានយើងមិនអាចគេចចេញពីការជឿចាប់ទាំងអស់ហ្នឹងបានប៉ុន្តែដោយសារតែដោយអំណាចនៃទោសៈមោហៈនិងលោភៈគឺវាបិទបាំងនៅសេចក្តីពិតមិនឲ្យយល់នៅការពិតថាចិត្តយើងគឺមាន121ដួងហើយចិត្តគឺភាពដូចជាស្ដេចដែរចិត្តសឹកគឺមាន52ដួងហើយចិត្តសឹកនឹងគឺភាពដូចជាមន្ត្រីចឹងក្នុងនោះមានមន្ត្រីចាក់ផ្សាយមានមន្ត្រីអាក្រក់និងមានមន្ត្រីល្អអញ្ចឹងយើងតែងតែចិត្តរើសមន្ត្រីអាក្រក់ដាក់នៅលើក្បែរខ្លួនធ្វើឲ្យយើងមាននៅធម៌ពលអវិជ្ជមានច្រើនហើយវាបង្កដល់មហន្តរាយដល់ជីវិតយើងផងដែរអញ្ចឹងយើងត្រូវដឹងថាមួយទៀតគឺចិត្តយើងគឺចែកចេញជា3កម្រិតដែលមានកម្រិតផ្ទៃលើកម្រិតផ្ទៃកណ្ដាលនិងកម្រិតផ្ទៃបានតែកិលេសនៅក្នុងពុទ្ធសាសនាក៏មាន3កម្រិតដែរមានវិតកម្មកិលេសមានប្រយុទ្ធឋានកិលេសនិងអនុស័យកិលេសដែលស្របទៅមួយនឹងទ្រឹស្ដីលោកស៊ីម៉ុងហ្វ្រ៉ឺតគឺមានconscious mind and conscious mind subconscious mind និង unconscious mind ដែល mind ទាំង3នេះគឺ mind ទី1គឺយើងដឹងថាជា mind របស់យើងជាអារម្មណ៍របស់យើងជាខ្លួនយើងជាកិលេសរបស់យើងហើយត្រូវបានរងាប់ដោយសារប៉ុន្តែនៅមានអ្វីដែលជាខ្លួនយើងដែរតែយើងមិនបានដឹងថាជាខ្លួនយើងទេពេលខ្លះយើងក៏កេងយកសពទៅឬក៏ពេលខ្លះគេក៏កេងយកសពឃើញយើងថាយើងនឹងមានហេតុបែបនេះបែបនោះនឹងកើតឡើងឃើញយើងបែបនេះបែបនោះវិជាការនិមិត្តមួយហើយវាកាត់វារឿងនឹងវាកាត់ឡើងចំពោះយើងពិតមែនអញ្ចឹងsubconscious mind and conscious mind គឺវាមានតំណែងជាមួយនឹង unconscious mind និង subconscious mind របស់អ្នកដទៃហើយក៏វាបានផ្ដល់រលកសញ្ញាទាំងអស់ហ្នឹងបញ្ជូនព័ត៌មានទាំងអស់ហ្នឹងឲ្យទៅគេថាយើងនឹងជួបអបតបហេតុបែបនេះដូចខ្ញុំអញ្ចឹងខ្ញុំមានផ្ទៃពោះក្នុងកន្លងពេល7ខែហ្នឹងគឺគេឃើញខ្ញុំមានពោះខ្មៅមកគោមកហុំខ្លួនខ្ញុំអញ្ចឹងដល់ពេលស្អែកឡើងក៏ខ្ញុំធ្លាក់ឈាមទាំងដុំតែម្ដងអញ្ចឹងណាអាហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹង frequency រលកសញ្ញារបស់ចិត្តរបស់យើងដែលកម្រិតផ្ទៃកណ្ដាលនិងកម្រិតផ្ទៃបានហ្នឹងហើយយើងមិនអាចពាល់ត្រូវបានដោយសារតែការគិតរបស់យើងអាចចូលទៅដល់ឯតថ្នាក់សមាធិនិងវិបស្សនាបើយើងអាចចូលទៅដល់កិលេសរបស់យើងឬកម្មាញរបស់យើងទាំងពីរកម្រិតហ្នឹងហើយទាំងអស់ហ្នឹងគឺវាមាន3កម្រិតទី1គឺវិតកម្មកិលេសគឺជាconscious mind ហើយយើងត្រូវបានរងាប់ដោយសិលដូចថាយើងអញ្ចឹងយើងចង់ទៅលួចគេអាហ្នឹងចិត្តទៅលើរបស់យើងដឹងថាយើងចង់ទៅលួចគេបន្ទាប់មកទៀតយើងថាលួចគេហ្នឹងវាអត់ល្អទេវាខុសហើយវានាំឲ្យបាបកម្មអញ្ចឹងយើងក៏ឈប់លួចចឹងបានថារងាប់ដោយសិលអញ្ចឹងដល់ពេលចិត្តទៅបានរបស់យើងនិងចិត្តទៅកណ្ដាលរបស់យើងឥឡូវយើងលើកមកចិត្តទៅកណ្ដាលយើងអត់ចង់គិតរឿងហ្នឹងទេទោះបីជាសល់នៅក្រោយក៏ពិបាកនៅក្នុងការរងាប់ដែរលុះត្រាតែយើងសមាធិទៅរងាប់យើងកាត់ទុកដោយសាររឿងឲ្យគេឈឺចាប់គេបោកប្រាស់គេរួចប្លន់ឬក៏ដោយសារតែគេឈឺចាប់គេនិយាយដើមឬក៏គេនន្ទាឬក៏គេធ្វើបាបឬក៏បែកបាក់ស្នេហាបាត់បង់មនុស្សជាទីស្រឡាញ់អាចិត្តផ្ទៃលើរបស់យើងនឹងគិតថាកុំគិតអីតែអាចិត្តផ្ទៃកណ្ដាលនឹងក្រោយមកឲ្យយើងគិតអញ្ចឹងមានតែវិធីគឺតតែយើងសមាធិទៅយើងអាចទៅរងាប់នៅអាចិត្តផ្ទៃកណ្ដាលនឹងបានអញ្ចឹងសមាធិហ្នឹងគឺរងាប់នៅចិត្តផ្ទៃកណ្ដាលឬក៏យើងហៅថាគឺជា subconscious mind ហើយសម្រាប់នៅក្នុងពុទ្ធសាសនាវិញគេហៅថាគឺបរិយុទ្ធានកិលេសចឹងគឺរងាប់ដោយសមាធិប៉ុន្តែដល់ចិត្តផ្ទៃបានតែម្ដងយើងតតថាយើងចូលទៅវិបស្សនាគឺកាត់ផ្ដាច់នៅកិលេសនៅម៉ាញនៅអារម្មណ៍ដែលកំណត់អារម្មណ៍ដែលវិជ្ជមានហ្នឹងគឺដោយថ្នាក់វិបស្សនាហ្នឹងគឺតួបញ្ញាគឺពិចារណាទៅលើរូបធាតុនិងនាមធម៌ហ្នឹងហើយតាមរយៈញាណទាំង6តាមលំដាប់ពីញាណទី1ដែលនាមរូបបរិច្ឆេទញាណលើលោកហ្នឹងមានត្រឹមតែនាមនិងរូបហើយទី2គឺបច្ចយប្រខញាណនាមនិងរូបហ្នឹងកាត់ឡើងពីបច្ច័យតាក់តែងហើយរហូតទៅដល់បច្ចវេខណៈញាណអញ្ចឹងតទៅចូលទៅក្នុងលំដាប់វិបស្សនាបានអាចទៅកាត់ផ្ដាច់កិលេសឬក៏ម៉ាញឬក៏ជា unconscious mind ឬក៏ជាអនុស័យកន្លែងនឹងបានជាសមុទ្រឆេតតែម្ដងដល់វិបស្សនាតែឥឡូវហ្នឹងយើងមិនទាន់ចូលដល់វិបស្សនាយើងត្រឹមតែរងាប់នៅកំណត់អារម្មណ៍អាក្រក់ដែលយើងរក្សាទុកនៅក្នុង memory របស់យើងហ្នឹងយើងមាន memory ទូរស័ព្ទក៏មាន memory ដែរយើងគឺភាពដូចជាផ្នែកមួយនៃ computer អញ្ចឹងគឺជា hardware គឺជាផ្នែករឹងហើយយើងមានផ្នែកទុនដែលគឺជា software ដែលគឺជាតួចិត្តរបស់យើងនឹងឯងអញ្ចឹងក្នុង computer ហ្នឹងក៏មាន memory ដែរអញ្ចឹងខ្លួនរបស់យើងមានទាំង hardware មានទាំង software ហើយនឹងមាន memory ហ្នឹងគឺប្រពុទ្ធសាសនាហៅថាគឺជាភវៈហ្នឹងគឺជាចិត្តរក្សាភពរក្សារាល់ទិន្នន័យវិជ្ជមាននិងអវិជ្ជមាននៅក្នុងសង្សារវដ្តរបស់យើងនឹងទាំងអស់នៅក្នុងហ្នឹងអញ្ចឹងយើងវាមានភវៈហ្នឹងគឺរក្សានៅ mind ទាំង3ហ្នឹងគឺមាន conscious mind subconscious mind and conscious mind វិតកម្មកិលេសបរិយុទ្ធានកិលេសនិងអនុស័យកិលេសរងាប់ដោយសាររងាប់តែសមាធិនិងកាត់ប្រជាសមុទ្រឆេតតាមវិបស្សនាអញ្ចឹងយើងមាន memory អញ្ចឹងយើងទៅសមាធិទៅ delete ទិន្នន័យអវិជ្ជមាននឹងចេញហើយស្រូបទាញនៅអ្វីដែលល្អ VM វត្តវិសេសយើងគឺជាអ្វីដែលយើងគិតចិត្តគឺជាប្រធានហើយរាល់អ្វីដែលយើងគិតនៅក្នុងអ្នកវិទ្យាសាស្ត្រគឺគេស្រាវជ្រាវឃើញថារាល់អ្វីដែលយើងគិតគឺបង្កើតចក្រវាឡថ្មីជានិច្ច
ចឹងរាល់ការគិតគឺប្រកាសចក្រវាលថ្មីគិតល្អប្រកាសចក្រវាលល្អប្រកាសចក្រវាលគាត់ដូច្នេះទៅព្រះសម្មាសម្ពុទ្ធឲ្យយើងធ្វើជាឧបេក្ខាចិត្តឧបេក្ខាចិត្តគឺជាការលះបង់មិនមែនន័យថាបោះបង់គឺជាការគិតចិត្តនៅកណ្ដាលកំណត់ដឹងហើយលះបង់នៅអ្វីដែលមិនល្អកំណត់ដឹងហើយលះបង់អីដែលអវិជ្ជមានចឹងលះបង់ហើយជាឧបេក្ខាចិត្តគឺជាសភាពនៅរបស់ចិត្តភាពដូចជាសញ្ញាស្មារតីភាពដូចជានៅត្រង់ភាពដូចជាហេតុចក្រាអញ្ចឹងគឺបន្សុទ្ធរាល់ទាំងគ្រឹះចក្រាឬនិងចក្រាក្រោនហេតុចក្រាគឺមានពណ៌បៃតងហើយសភាពដូចអំបិលអញ្ចឹងមាន pH 7គឺ nerd มันមានអ៊ីស្លង់ចម្លងអគ្គិសនីនេះហើយមានពណ៌បៃតងដូចគ្នាអាស៊ីតពណ៌ក្រហមអំបិលគឺមានពណ៌បៃតងកម្រិតហ្នឹងនៅក្នុង pH ហ្នឹងគឺពណ៌បៃតងហើយនឹងសម្រាប់បាសគឺមានពណ៌ដូចជាពីទឹកបិចឡើងរហូតដល់ស្វាយដូចជាចក្រាឬគឺមានពណ៌ក្រហមហើយសម្រាប់ហេតុចក្រាគឺមានពណ៌បៃតងហើយនឹងក្រោមចក្រាគឺមានពណ៌ស្វាយហើយនៅក្នុងរលកកាំរស្មី ultraviolet free កង់ដែលមានរលកសញ្ញាទាបគឺមានពណ៌ក្រហម free កង់ដែលមានរលកសញ្ញានៅកណ្ដាលគឺមានពណ៌បៃតងនិង free កង់រលកសញ្ញាកម្រិតខ្ពស់គឺមានពណ៌ស្វាយចឹងនៅក្នុងធម្មជាតិគឺវាមានតំណែងគ្នាបែបហ្នឹងអញ្ចឹងបងប្អូនអរគ្នាព្យាយាមសម្អាតនៅតនន័យអវិជ្ជមានហើយស្រូបទាញនៅតនន័យដែលវិជ្ជមានសិក្សាឃើញថាអាត្មាអញមានសុខភាពល្អសិក្សាឃើញថាអាត្មាអញជាអ្នកមានចំណេះដឹងសិក្សាឃើញថាអាត្មារំលឹកនៅអវិជ្ជាសិក្សាឃើញថាអាត្មាជាអ្នកមានវិជ្ជាសិក្សាឃើញថាអាត្មាជាអ្នកមានបញ្ញាទ្រព្យសម្បត្តិអីចឹងទៅក្នុងអាណាបានសតិកម្មដ្ឋានចំណុចទី9ចំណុចទី8និងទី7ភិក្ខុសិក្សាឃើញថាអាត្មាងងប់នៅកាយសង្ខារសម្រាប់អង្ហាមចេញភិក្ខុសិក្សាឃើញថាអាត្មាងប់នៅកាយសង្ខារសម្រាប់អង្ហាមចេញឲ្យសំខាងចូលចឹងណាអញ្ចឹងបើសិនជារងាប់កាយសង្ខារបានចឹងអ្វីដែលអវិជ្ជមានថាមពលអវិជ្ជមានហ្នឹងក៏យើងអាចរងាប់បានដែរកាយសង្ខារគឺខ្យល់ដង្ហើមប៉ុន្តែចំពោះកាយគឺមានរូប28ដែលហៅទៅជាកាយគឺមានមហាភូតរូប4និងអបាធារូបចំនួន24អញ្ចឹងបើរូបធម៌រងាប់បានរូបធាតុក៏រងាប់បានដូចគ្នាអញ្ចឹងយើងទៅមើលនៅក្នុងការស្រាវជ្រាវក្នុង YouTube យើងបែបពាក្យថា I am ហ្នឹងនឹងលោតមកឲ្យគឺផ្ដោតនៅកន្លែងទ្រូងហ្នឹងកន្លែងហាត់ចក្រាហ្នឹង I am a god ហើយឧបេក្ខាចិត្ត I am a strong ឧបេក្ខាចិត្ត we are what we think យើងគឺជាអ្វីដែលយើងគិតណា I am a teacher I am វាថាយើងគឺជាមនុស្សដែលមាន confidence យើងគឺជាមនុស្សដែលមានរបៀបយើងគឺជាមនុស្សដែលមានទ្រព្យសម្បត្តិគឺប្រើពាក្យ I am នឹងដូចគ្នាហើយគេឲ្យបង្អោនដាក់នៅកន្លែងចំណុចទ្រូងហ្នឹងគឺជាហាត់ចក្រាអញ្ចឹងការដែលស្រូបទាញនៅអ្វីដែលវិជ្ជមានការដែលស្រូបទាញនៅអ្វីដែលវិជ្ជមានគឺដាច់ខាតគឺយើងមិនតក់ឲ្យមិនចង់បានគឺយើងត្រូវតែប្លែងឧបេក្ខាចិត្តសិក្សាគណៈអាត្មាអញជាអ្នកមានទ្រព្យសម្បត្តិហើយឧបេក្ខាចិត្តធម្មតាពួកនេះក្នុងហាត់ចក្រាហ្នឹងគឺត្រូវតែជាសភាពនៅរបស់ចិត្តហើយក៏យើងហៅថាគឺជានៅត្រង់មានប្រូតុងអេឡិចត្រូននិងនៅត្រង់នោះភាពដូចជាស្មារតីភាពដូចជានៅអញ្ចឹងរបៀបបែបហ្នឹងអញ្ចឹងយើងព្យាយាមធ្វើអញ្ចឹងទៅហើយនឹងការដែលមួយទៀតប្រទេសជាតិយើងកំពុងតែមានបញ្ហាជាងយើងអាចបញ្ជូននៅធម៌ពលនោះជូនបនដល់បុព្វបុរសខ្មែរយើងគ្រប់ចំនួននៅរាល់កសលបនទាំងឡាយដែលយើងបានធ្វើអញ្ចឹងវិធីពីរហ្នឹងគឺជាចំណុចសំខាន់ឬសំខាន់នៅក្នុងការអភិវឌ្ឍបងប្អូនកំធរខ្ញុំសូមជួយកំធរសាប៊ូខ្ញុំផងលក់ដើម្បីបានថវិកាសម្រាប់ទៅជួយសង្គមជាតិនិងសង្គមសាសនាដើម្បីស្បែកក្បាលក៏វាជួយដល់មកវិញបានច្រើនណាស់គឺពេញលេញតែម្ដងហើយនេះគឺសក់គាត់គឺមានបញ្ហាដោយសារតែរៀបថ្នាំពណ៌ច្រើនហើយក៏ស្បែកក្បាលគាត់ក្តៅឡើងទៅពេលក្តៅក្បាលតែម្ដងនៅពេលដែលគាត់ប្រើជាមួយនឹងសាប៊ូប្រសក់សារ៉ានគឺវាជួយឲ្យដោះមកវិញពេញលេញនេះស្បែកក្បាលរបស់គាត់គឺស្ដើងខ្លាំងដោយសារតែការលេងពណ៌ដោយសារតែការប្រងគាត់ដោះមកវិញបានច្រើនខ្លាំងមែនតើហើយនេះគឺពិសេសមែនតើគឺគាត់មានបញ្ហាដោយសារតែគាត់អ៊ុតសេរ៉ូមអញ្ចឹងនៅពេលដែលគាត់អ៊ុតទៅចាប់ដើមឆក់ធំទៅរហូតដល់ប៉ុណ្នេះទៅគាត់សម្រាប់ចាត់ប្រើប្រាស់ជាមួយនឹងសាប៊ូសារ៉ានទៅបានដោះមកវិញបានច្រើនហើយករណីមួយនេះគឺគាត់មានបញ្ហាដោយសារតែនៅសក់គឺឆក់តែម្ដងអត់ដាក់មានហេតុផលអត់ដឹងថាមកពីក្តៅទេគឺគាត់ជាកូនក្មេងចឹងសម្រាប់កូនក្មេងទាំងអស់ពេលដែលគាត់ទៅធ្វើឲ្យសក់គាត់ក្រាស់ហើយច្រើនសក់ដែលរយហ្នឹងគឺដោះមកវិញច្រើនមែនតើចឹងនេះកូនក្មេងគាត់ឆក់ហើយក៏គាត់កក់មកគឺដោះមកវិញនេះក៏សក់ដែលគាត់មានបញ្ហាដោយសារតែអ៊ុតសេរ៉ូមលើហ្នឹងក៏ដោះមកពេញលេញវិញហើយមុនពេលប្រា